ជំរាបសួរអ្នកគ្នាចូលមកកាន់ channel លីចំណាទីđấy ហើយទីនេះផងដែរគឺខ្ញុំសូមបង្ហាញពីរបៀបធ្វើរូបថត 4x6 ឬក៏ដូរពីកូនសិស្សរូបថតបែបនេះហើយយើងនឹងទៅធ្វើជារូបថតដែលមិនចាំបាច់យើងទៅថតសារថ្មីឬក៏លក្ខណៈយើងយកទៅការផ្សេងជាមួយនឹងកម្មវិធីផ្សេងឥឡូវយើងប្រើទៅជាមួយនឹង AI គឺយើងដោះស្រាយបានក្រោយពីខ្ញុំតម្រៀបរូបនឹងហើយគឺខ្ញុំចាប់ផ្ដើមចូលទៅក្នុង website គឺខ្ញុំចាប់ផ្ដើមវាយ Gemini AI ពួកយើងត្រូវការប្រើ Gemini ដើម្បីដោះស្រាយជួយការងាររបស់យើងអញ្ចឹងនៅក្នុងថ្ងៃនេះគឺខ្ញុំសូមបង្ហាញអ្នកនរគ្នាពី Gemini ហើយយើងនឹងប្រើវាអស់តែម្ដងកុំឲ្យថាអ្នកនរគ្នាធ្វើរូបមកអត់ស្អាតហើយអត់ចេះសួរ AI ទៀតអញ្ចឹងយើងនឹងសួរ AI ទាំងអស់គ្នាដើម្បីឲ្យវាដោះស្រាយឲ្យយើងអូខេអញ្ចឹងខ្ញុំចាប់ផ្ដើម add រូបចូលក្រោយពីយើងចាប់ផ្ដើមឆែកទៅលើរូបហើយនឹង add រូបចូលគឺអ្នកនរគ្នាត្រូវពិនិត្យថាយើងចង់បានអីយើងត្រូវដឹងពី AI សិន AI វាឲ្យយើងដោះស្រាយបានច្រើនហើយក៏យើងអាចនឹងប្រើវាចំគោលដៅរបស់យើងដែរអូខេឥឡូវខ្ញុំចាប់ផ្ដើម add រូបដែលខ្ញុំបានតម្រឹមរូបនឹងហើយខ្ញុំចាប់ផ្ដើម path from ដល់ខ្លីរបស់ខ្ញុំមួយទេគ្រាន់តែខ្ញុំ please turn it into ID card អីចឹងណាអូខេតែប៉ុណ្ណឹងមកវាចាប់ផ្ដើមបង្កើតរូបឲ្យយើងក្រោយពីវាបង្កើតដំបូងវាអាចនឹងធ្វើឲ្យយើងគិតថាវាមិនស្អាតទេតែយើងអាចធ្វើឲ្យរូបហ្នឹងទៅជារូបអីឲ្យស្អាតវិញអូខេអញ្ចឹងវាបង្កើតមកវាមានស៊ុំអីចឹងគឺយើងអត់ត្រូវការទេព្រោះយើងត្រូវការរូប ID card កូនសិស្សអូខេអញ្ចឹងវាមានទាំងស្នាមបញ្ចូលស្នាមអីទៀតសូតែយើងត្រូវការ download ហើយយើងយកទៅធ្វើនៅក្នុង Photoshop ទេអត់ទេអញ្ចឹងយើងចាប់ផ្ដើមឲ្យ path from នឹងម្ដងទៀតឲ្យវា generate ម្ដងទៀតបើវាកំពុងតែ creating image របស់យើងទៅអញ្ចឹងវាកំពុងតែបង្កើតរូបនឹងថ្មីឲ្យយើងម្ដងទៀតក្រោយពីវាបង្កើតហើយអញ្ចឹងអ្នកគ្នាឃើញអត់វាបង្កើតហើយវានៅតែមានស្នាមរូបនឹងខ្ញុំអូខេខ្ញុំទទួលយកបានហើយក៏ប៉ុន្តែវានៅមានស្នាមមុខអញ្ចឹងដើម្បីបំបត្តិស្នាមមុខទៀតគឺយើងគ្រាន់តែសរសេរនៅក្នុងកន្លែង Gemini សួរនេះសួរដដែលហ្នឹងអញ្ចឹងយើងសរសេរទៅ don't love scare អីទៅអញ្ចឹងវានឹងធ្វើការបំបត្តិអាស្នាមទាំងអស់ហ្នឹងយើងអត់ត្រូវការស្នាមទេវាក៏បញ្ជ្រុយនៅមុខហ្នឹងគឺយើងអត់ចង់ឲ្យមានទេអញ្ចឹងយើងធ្វើការ submit ឬក៏ enter ទៅទៀតអញ្ចឹងវាចាប់ផ្ដើមបង្កើតមកយើងហើយវាសួរយើងហើយអញ្ចឹងវាសួរយើងនឹងចង់បំបត្តិស្នាមបែបម៉េចហើយបើយើងចង់បានមិនទេយើងគ្រាន់តែចុចខ្វាញ់ហើយយើងមើលតាម description របស់វា I cannot integrate an image that ហ្នឹងយើងចាប់ផ្ដើមនិយាយថា yes ទៅគឺវាចាប់ផ្ដើមប្រសេសរូបនឹងម្ដងទៀតហើយវានឹងបំផាត់ស្នាមរូបភាពហ្នឹងហើយចុះវីដេអូហ្នឹងវាយូរក៏ប៉ុន្តែបើសិនជាអ្នកគ្នាមើលហើយគឺវាមានអត្ថន័យឬក៏វាផ្ដល់ខ្លឹមសារច្រើនខ្លាំងមែនទែនជាអ្នកគ្នាមើលទៅគឺវាបំបត្តិស្នាមបាន 100% ហើយស្អាតខ្លាំងមែនទែនអូខេក្រោយប៉ុណ្ណឹងគឺអ្នកគ្នាអាចយករូបប៉ុណ្ណឹងបានឬក៏អ្នកគ្នាចង់ដូរអាវដូរអីគឺអ្នកគ្នាដូរបានអូខេអញ្ចឹងក្រោយពីបានប៉ុណ្ណឹងហើយយើងគិតថាស្អាតវាបំបត្តិស្នាម 100% ខ្ញុំគិតថាស្អាតខ្លាំងមែនទែនប៉ុណ្ណឹងអូខេក្រោយពីហ្នឹងគឺខ្ញុំចង់ដូរឯកសណ្ឋានសិស្សខ្ញុំចង់ឲ្យគាត់ពាក់អាវបែបកូនសិស្សវិញអត់ពាក់អាវបែបអ្នកធ្វើការឬក៏អាវធំអញ្ចឹងទេគឺខ្ញុំគ្រាន់តែ wearing school uniform អញ្ចឹងថាអូខេអញ្ចឹងវាកំពុងតែប្រសេសឲ្យយើងម្ដងទៀតហើយចាំមើលតើវាប្លែកអត់អូខេអញ្ចឹងយើងរងចាំទាំងអស់គ្នាវាយូរឬក៏វាលឿនអានឹងអាស្រ័យទៅតាមអ៊ីនធឺណិតឬក៏អ្នកគ្នាអូខេអញ្ចឹងវាប្រើនៅក្នុងឯកសណ្ឋានសាលាបែបនៅបែបសាកលវិទ្យាល័យអីចឹងណាអូខេអញ្ចឹងខ្ញុំអត់ត្រូវការទេខ្ញុំ pass from នឹងម្ដងទៀតហើយខ្ញុំធ្វើការដូរអូខេខ្ញុំចង់បានអាវពណ៌សទេហើយបែបធម្មតាទៅបានទេបើអាវពណ៌សទៅ
bây giờ mình logo giờ một time hay ai việc bọc logo là nâng một time tới cứ ok nè ok ai bảo việc một time tới bàn chẳng cầnក្នុង video ហ្នឹងគឺខ្ញុំខនទៅបង្ហាញអ្នកគ្នាប៉ុណ្ណឹងហើយកុំឲ្យថាអ្នកគ្នាមិនដឹងថាពីរបៀបនៅក្នុងការបំបត្តិស្នាមឬក៏បំបត្តិរូបភាពដែលយើងថតពីដៃរបស់យើងមកយើងបំលែងវាទៅជា ID card ID អីចឹងអ្នកគ្នាធ្វើអត់ចាញ់អូខេចឹងហ្នឹងគ្រាន់តែយើងធ្វើទេហើយអ្នកគ្នាអាចមើលវីដេអូហ្នឹងបានអូខេក្រោយពីខ្ញុំសរសេរប៉ុណ្ណឹងបានហើយអ្នកគ្នាមើលបន្តទៀតអូខេចឹងវាបែបថាអាវពណ៌សម្ដងអូខេអាវពណ៌សម្ដងហើយអ្នកគ្នាអាចធ្វើការ download បានធម្មតាហើយអ្នកគ្នាមាន logo អ្នកគ្នាអាចដាក់ logo ទៅហើយឲ្យវាបញ្ចូល logo នៅក្នុងអាវហ្នឹងទៅវានឹងបញ្ចូលហើយអូខេអញ្ចឹងវីដេអូខ្ញុំក៏មានតែប៉ុណ្ណឹងដែរបាទអរគុណច្រើនហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតនឹងចំណេះដឹងផ្សេងៗទៀតអរគុណច្រើន